ពេលនេះប្រជាជនក៏បានប្រើប្រាស់នានាចាត់នៃការចាប់កណ្ដាលឡើងវិញដើម្បីរៀបរាប់នៅហេតុការណ៍ដែលកើតឡើងនៅពេលនោះប្រាប់ទៅកាន់ទូឲ្យផលរបស់យើង10លានឆ្នាំមុននៅពេលដែលប្រជាជនបាននាំមនុស្សបានមកដល់ហើយក៏បានសួរទៅកាន់ហ្វឹងឈិងយ៉ាងអាណាទៅបិសាចមេខែហ្វឹងឈិងយ៉ាងក៏បានឆ្លើយតបវិញថាសុំទោសខ្លាំងមែនតើខ្ញុំវិញពួកគេបាត់ទៅហើយពេលហ្នឹងខ្ញុំអត់ហ៊ានចូលទៅចិត្តពួកគេខ្លាំងពេកនោះទេខ្លាចពួកគេដឹងប៉ុន្តែនៅពេលដែលខ្ញុំក្លែកមើលពួកគេម្ដងទៀតពួកគេស្រាប់តែបាត់ទៅហើយតែអ្វីដែលខ្ញុំស្មានទៅក៏ដោយសារតែក្មេងសើម្នាក់នោះប្រើប្រាស់នៅបច្ចេកទេសលំហដើម្បីឆ្លងកាត់លំហចាក់ចែងពីទីកន្លែងនេះបើកន្លែងទៅមើលតាមកម្រិតបច្ចេកទេសលំហរបស់នាងគួរតែអាចឆ្លងទៅកាន់ព្រៃងងឹតខាងមុខដូច្នេះហើយពួកយើងអាចទៅស្វែងរកនាងនៅទីកន្លែងនោះឥឡូវបានប្រជាជនក៏ហាក់ដូចជាខឹងខ្លាំងមែនទែនអារបល់ហាត់របស់បានចាក់កូនឯងមិនបញ្ឈប់ទៅកាន់ពួកគេទៅឬក៏កូនឯងគិតថាវាគឺជារឿងតូចនោះដឹងអត់ថារឿងហ្នឹងសំខាន់ដល់ថ្នាក់ណារឿងនេះសំខាន់យកតែមែនតើសំបីតាទូតឬក៏អ្នកនាំសារហ្នឹងក៏ត្រូវបានបញ្ជូនមកទីកន្លែងនេះដើម្បីចាប់ទៅកាន់បិសាចមេខែផងដែរអ្នកនាំសារក៏បានខកទៅកាន់ប្រជាជនប៉ះសិនបើបិសាចមេខែនោះពិតជាមិនអត់ពលដល់អ្វីដែលអ្នកទាំងពីរបានចែមែនដូច្នេះហើយប៉ះសិនបើឲ្យពួកគេទៅតាមបិសាចមេខែនោះមិនតែឲ្យពួកគេហ្នឹងទៅស្លាប់តែប៉ុណ្ណោះហើយបើយោងតាមពេលសម្ដែងដែលកូនឯងបាននិយាយដូច្នេះហើយក៏មានន័យថាទីតាំងរបស់ពួកគេបច្ចុប្បន្នគឺនៅទីកន្លែងហ្នឹងត្រូវអត់ហ្វឹងឈិងយ៉ាងគាត់បានលន់ជង្គង់អរគុណទៅកាន់អ្នកនាំសារដែលយកពីខ្លួនគាត់យ៉ាស្មោះត្រង់ទៅគាត់អត់ដែលឃើញបិសាចពីណាដែលមានធម៌ពលខ្លាំងក្លាដូចជាបិសាចមេខែឆិនឆាងអានោះទេបើសិនបើឲ្យគាត់ទៅក្បាយឆិនឆាងអាណារឿងការរបស់គាត់ញ័រញាក់សំបីតាកម្រើកជើងហ្នឹងក៏មិនអាចកម្រើកបានផងគាត់អត់អាចសម័យបាននោះទេថាមនុស្សប្រមាណអ្នកនឹងត្រូវស្លាប់បើសិនបើគាត់ចាប់ផ្ដើមសង្គ្រាមជាមួយនឹងពួកគេនោះដូច្នេះហើយពួកយើងត្រូវតែស្វែងរកគាត់ជាគាត់មិនថាមានរឿងអីកើតឡើងនោះទេអ្នកនាំសារគាត់បានប្រាប់ថាបានហើយគាត់ត្រូវបានបញ្ជូនមកដើម្បីបង្ក្រាបទៅកាន់ Default ថ្មីនោះហើយមិនត្រឹមតែគាត់នោះទេសូម្បីតែគ្រូរបស់តាបសក៏ត្រូវបានបញ្ជូនមកផងដែរសម្ដៅទៅលើគ្រូរបស់អាចារ្យឆាងស៊ីហ្វុងឈិនយ៉ាងបន្តពីលឺឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនអ្នកនាំសារក៏បានចែកបន្តទៅបើកើតទៅការស្វែងរកមនុស្សហ្នឹងគឺងាយស្រួលនោះទេប៉ុន្តែប្រៃនៅចំពោះមុខពួកគេហ្នឹងមាន Monster រ៉ាញ់ខ្ពស់រាប់មិនអស់នៅទីកន្លែងនោះហើយវាក៏ធ្វើឲ្យដំណើរការស្វែងរករបស់ពួកគេក៏មានផលប៉ះពាល់ផងដែរបើទោះបីជាពួកគេខិតខំស្វែងរកយ៉ាងណាក៏ដោយក៏វាគ្មានលទ្ធផលល្អផងដែរគន្លឹះសំខាន់របស់ពួកគេបច្ចុប្បន្នគឺជា Monster ដែលមានរ៉ាញ់ខ្ពស់ទាំងអស់នោះនឹងឯង Monster ទាំងអស់នោះពួកវាគ្រប់ទៅកាន់អ្នកខ្លាំងប្រយុទ្ធនិងលេបតបាក់គ្នាទៅវិញទៅមករហូតដល់ស្ដាច់លេចចេញឡើងហើយប្រសិនបើអ្នកវឹកហាត់ណាដែលស្ថិតនៅក្រោមកម្រិតទី14បោះជំហានចូលទៅកាន់ទីកន្លែងនោះពួកគេច្បាស់ជាត្រូវបាន Monster ទាំងអស់នោះហើយទៅជាបំណាច់ជាមិនខានជាមួយនឹងកម្លាំងរបស់ក្មេងស្រីទាំងពីរនាក់នោះចូលទៅកាន់ទីកន្លែងហ្នឹងមិនតែចូលទៅរកសេចក្តីស្លាប់តែប៉ុណ្ណោះចំណែក Devil ម្នាក់នៅវិញគេច្បាស់ជាបង្កើតកម្រងស្ងប់ស្ងាត់ណាមួយដើម្បីចាត់ការជាមួយនឹងពួកគេជាមិនខានបិសាចនោះគឺជាបិសាចដែលខ្លាំងជាងគេខ្លាំងជាងបិសាចមេខែទាំងអស់ប៉ុន្តែបើដូច្នោះក៏ដោយក៏ពួកយើងត្រូវតែចូលទៅកាន់ទីកន្លែងនោះផងដែរសិនបើមិនចូលរងខ្លានោះទេធ្វើមិនដាច់ចាប់កូនខ្លាបានទៅនៅក្នុងព្រៃងងឹតវិញយើងបានឃើញណាពួកគេក៏បានដើរចូលមកហានស៊ីនាងឆ្ងល់ខ្លាំងមែនទែនវាដូចជារៀងចម្លាច់ក៏ដោយសារតែពេលលើកមុនពួកកូនទាំងនេះពិតជាកាចសាហាវខើខ្លាំងមែនទែនហើយអ្វីពេលនេះពួកវាដូចជាស្ដាប់បង្កប់ខ្លាំងមកម៉េចអាចារ្យឆាងសេក៏បានឆ្លើយតបទៅកាន់សំណួររបស់អាចារ្យហានសេវិញថា Monster ត្រូវបានបង្កើតឡើងដោយបំណងប្រាថ្នានិងកំណត់អាក្រក់របស់អ្នកបង្កើតវាបើទោះបីជាពួកវាកាចសាហាវខើនិងឈ្លានពានដល់ថ្នាក់ណាក៏ដោយប៉ុន្តែពួកវានៅតែមានច្បាប់តែមួយគត់និងច្បាប់ដែលសាមញ្ញបំផុតពួកវាគោរពទៅកាន់អ្នកខ្លាំងហើយមានតែអ្នកខ្លាំងនោះទេដែលស័ក្តិសមខ្លាចទៅជាស្ដេចរបស់ពួកវាដើមឡើយស្ដេចដែលពួកវាគោរពនោះគួរតែជា Demon Lord ប៉ុន្តែស្ដេចដែលពួកវាគោរពបច្ចុប្បន្ននេះគួរតែជាម្នាក់ដែលពួកយើងកំពុងតែសែងនេះអាចារ្យហានសេបន្តពីត្រូវបានអាចារ្យឆាងសេបញ្យល់ហើយក៏បានទុកឲ្យទួយផលរបស់យើងឲ្យទៅកាន់អាចារ្យឆាងសេមកបន្តមកក៏ទៅវាយ Monster យកតែម្ដងលើកមុនពួកអញធ្វើបាបអញខ្លាំងមែនតើលើកនេះអញសុំឡើងវិញម្ដងហើយនៅពេលដែល Monster បញ្ចេញកំហឹងក៏នៅពីក្រោយទួយផលរបស់យើងវិញមើលអញនឹងសម្លាប់ពួកឯងនឹងគ្រាន់តែឃើញចំហាយរបស់ទួយផលរបស់យើងក៏ពួកវាភ័យរត់ចាយជើងគ្នាផងដែរឆាងសេក៏បានប្រាប់ឲ្យប្អូនសារបស់ខ្លួនឈប់ឡើងទៅមួយសន្ទុះក្រោយមកពួកគេក៏បានមកសម្រាកនៅទីកន្លែងមួយអាចារ្យហានសេក៏បានដាក់ Monster កម្រិតទេពដែលត្រូវបានហៅថាផ្សិតបញ្ចេញខ្យល់បើសិនបើមានពីណាម្នាក់ដើរចន់ទៅលើវានឹងបញ្ចេញក្លិនស្អុយនិងសំឡេងរំខានចេញមកនឹងដាក់ពួកវានៅទីកន្លែងនេះបើសិនបើមានពីណាមកដល់ពួកវានឹង alert 5មកកាន់ខ្លួនជាមិនខានបន្តមកនាងក៏បានសួរទៅកាន់អាចារ្យឆាងសេវិញតើបច្ចុប្បន្នហ្នឹងពួកយើងគួរតែធ្វើអីទៅសួរហើយក៏និយាយឌឺដងទៅកាន់អាចារ្យឆាងសេមនុស្សនៃតកោបិសាចមេខែរបស់
ខ្ញុំស្អប់ទៅកាន់នាងដល់ចឹងហើយឡើយនេះសូម្បីតែមនុស្សនៃតកោអមតៈហ្នឹងក៏តាមប្រមាញ់នាងផងដែរមើលទៅមនុស្សដែលត្រូវបានគេហៅថាគឺជាទេពកោសល្យដូចជាអត់សូវល្អប្រមាណនោះទេមិនដូចជាបិសាចមេខែតូចដូចជារូបខ្ញុំឡើយហើយមួយទៀតពួកយើងអាចរត់គេចខ្លួនដោយពួកយើងបានតាហេតុអ្វីបានជាត្រូវនាំកាត់មកជាមួយនឹងពួកយើងនាំឲ្យរំខានធ្វើអីអាចារ្យឆាងស៊ីក៏បានឆ្លើយតបវិញថានឹងពិតជាល្ងងខ្លាំងមែនតើបើសិនបើអមតៈភាពទាំងអស់នោះអាចរកឃើញគាត់ហើយបើសិនបើគាត់ត្រូវបានបង្ក្រាបដោយពួកគេនឹងស្ថិតនៅក្នុងដៃរបស់ពួកគេពួកយើងច្បាស់ជាត្រូវបានពួកគេនឹងរកឃើញយ៉ាងងាយតែម្ដងសំបីតាឱកាសនៅក្នុងការដកដង្ហើមនឹងក៏ពួកយើងគ្មានផងដែរតែខ្លាយពួកគេចង់ຕົកឆាងអាននៅជាមួយនឹងពួកគេនឹងដើម្បីបំភ័យទៅកាន់អមតៈភាពទាំងអស់នោះហើយមួយទៀតអាចារ្យឆាងស៊ីបានសួរទៅកាន់ហានស៊ីថាតើនាងអត់ចង់ដឹងថាអត្តសញ្ញាណពិតរបស់គាត់គឺជាពីណាទេមែនហានស៊ីនឹងបានឆ្លើយតបវិញថាខ្ញុំអត់ចង់ដឹងថាគាត់គឺជាពីណានោះទេឥឡូវហ្នឹងគាត់ឡើងខ្លាចទៅជាមនុស្សវិកលចរិតបំវែងដើរតាមពួកយើងទេហើយប៉ុន្តែអាចារ្យឆាងស៊ីបានឆ្លើយតបវិញថាខ្ញុំគិតថាវាគឺជាគាត់ពេលថ្ងៃមុនគាត់ហាក់ដូចជាមានការបំរើបំរួលតិចតួចខុសគ្នាបន្តិចបន្តួចហើយខ្ញុំក៏រកឱកាសដើម្បីឆែកមើលនៅប្រភពដើមរបស់គាត់ហើយវាពិតជាពិសេសខ្លាំងមែនតើឥឡូវនេះនៅពេលដែលនាងឆែកមើលនៅប្រភពដើមរបស់គាត់ក៏នៅតែដូចមុនដដែលប៉ុន្តែនាងអត់អាចប្រាប់បាននោះទេថាគាត់គឺជាអមតៈភាពឬក៏ជាបិសាចអពិតប្រាកដនោះដោយសារតែរូបរាងកាយរបស់ឆាងអានមានការផ្លាស់ប្ដូរដូច្នេះហើយពួកគេក៏មិនប្រកាសថាម្នាក់ហ្នឹងគឺជាឆាងអានផងដែរប៉ុន្តែនៅពេលដែលឆែកមើលនៅប្រភពដើមរបស់ឆាងអានហើយក៏ដឹងថាវាគឺជាឆាងអានប៉ុន្តែនាងនៅតែមិនអាចប្រាប់បានចឹងថាគាត់គឺជាស្អាតអពិតប្រាកដនោះហើយរឿងមួយទៀតដែលនាងចង់និយាយខ្លាំងបំផុតនោះបន្ទាប់ពីនាងឆែកមើលនៅប្រភពដើមរបស់តួឯកផលរបស់យើងហើយនាងបានដឹងថាធម៌ពលនៅក្នុងរាងកាយរបស់ឆាងអានវាពិតជាគ្រប់គ្រាន់និងខ្លាំងក្លាដែលអាចបំផ្លាញមកកាន់ពិភពលោកមួយនេះបាននាងអាចនិយាយអពិតប្រាកដបានថាគ្មានពីណាម្នាក់នៅក្នុងពិភពអមតៈដែលជាដៃគូប្រកួតប្រជែងជាមួយនឹងគាត់ឡើយហើយអ្វីដែលសំខាន់នោះមានរឿងជាច្រើនអំពីគាត់ដែលពួកយើងអត់បានដឹងអាចារ្យហានសេគ្រាន់តែលើបែបហ្នឹងហើយផៃយកតែមែនតែម្ដងមែនថានៅពេលដែលគាត់ភ្ញាក់ឡើងអីនឹងសម្លាប់មកកាន់ពួកយើងតែមែនបើសម្លាប់ទៅកាន់នាងមុនគេយកតែម្ដងតែហេតុអ្វីបានជាសម្លាប់តែខ្ញុំវិញក្រោយសារតែនាងលេងជាមួយនឹងគាត់កាលពីពេលមុនមើលតែនាងធ្វើអីខ្លះដាក់ទៅកាន់គាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះនាងក៏បានសុំគាត់ឲ្យចូលមកក្បែរខ្ញុំដើម្បីលួចនៅវត្ថុបុរាណរបស់ខ្ញុំទៀតផងនៅទាំងពេលហ្នឹងពិតជាខូចខើខ្លាំងមែនទែនធ្វើឲ្យខ្ញុំឈឺបេះដូងណាស់នេះចំបាននិយាយចឹងអាចារ្យឯងដឹងយូរហើយហ្នឹងហើយនៅធ្វើពុតលេងសើចជាមួយនឹងពួកយើងអស់រយៈពេលយ៉ាងយូរទៀតចាឯងពិតជាធ្វើស៊ីខ្លាំងមែនទែនឆាងសេបានឆ្លើយតបយ៉ាងសតន់វិញថាវាមិនមែននោះទេមិនដឹងថាអស់រយៈពេលយូរប៉ុណ្ណានោះទេចាប់តាំងពីនាងនិយាយជាមួយនឹងខ្ញុំអូនស្រីនាងតែងតែធ្វើខ្លួនឲ្យរវល់ជានិច្ចបើទោះបីជារឿងទាំងអស់នោះវាគ្មានរឿងអីសោះក៏នាងនៅតែធ្វើពុតដូចជារវល់ខ្លាំងផងដែរតែមែនតែខ្ញុំពិតជារវល់មែនតាក៏ដោយសារតែតាកាចាស់ទាំងអស់នោះនៅក្នុងតកោរបស់ខ្ញុំហ្នឹងពិតជាធ្វើបាបមកកាន់ខ្ញុំខ្លាំងមែនតើតើបានហើយឈប់និយាយទៅខ្ញុំដឹងខ្ញុំស្គាល់នាងច្បាស់ណាស់ប៉ុន្តែខ្ញុំក៏ធ្លាប់ជើខ្លាំងផងដែរហើយបន្តពីជួបប្រទះនៅរឿងជាច្រើនខ្ញុំក៏ហត់នឿយជាមួយនឹងបញ្ហាជាច្រើនហត់នឿយជាមួយនឹងការប្រយុទ្ធនិងការកាប់សម្លាប់ដូច្នេះហើយបច្ចុប្បន្ននេះខ្ញុំអត់ចូលចិត្តការប្រយុទ្ធឬក៏រឿងនៃការកាប់សម្លាប់អីទៀតឡើយហើយមែនហើយនាងមិនបាច់ចូលរួមជាមួយនឹងពួកយើងនៅក្នុងរឿងបន្តនោះទេអាចារ្យឆាងសេបានប្រាប់ទៅកាន់អាចារ្យហានសេថានាងមិនចាំបាច់ចូលរួមជាមួយនឹងពួកគេនៅក្នុងរឿងបន្តនឹងនោះទេនាងនឹងបញ្យល់ទៅកាន់ពពួកអមតៈភាពនោះដោយខ្លួនឯងអំពីសៀលដែលបានសៀលទៅកាន់ Demon Lord នោះហើយចំពោះអត្តភាពរបស់ឈិនឆាងអានវិញគាត់គឺជាករណីពិសេសមួយគាត់មិនមែនចរិតជាបិសាចហើយក៏គ្មានអូរ៉ាជាអមតៈភាពផងដែររូបរាងរបស់គាត់បានបំបែកនៅការយល់ដឹងរបស់មនុស្សគ្រប់គ្នាហើយនៅពេលនោះគាត់អាចសម្លាប់ទៅកាន់មនុស្សគ្រប់គ្នាបានប៉ុន្តែគាត់គ្រាន់តែជួយមកកាន់ពួកយើងតែប៉ុណ្ណោះអ្វីដែលលើពីហ្នឹងទៅទៀតខ្ញុំក៏បានរកឃើញថាគាត់អាចនិយាយជាមួយនឹងវត្ថុបុរាណរបស់ខ្ញុំបានគាត់ប្រហែលជាមនុស្សដែលមកពីអនាគតអ្វីដែលរឹតតែសំខាន់តែនោះនាងនិងខ្ញុំអ្នកទាំងពីរហ្នឹងសតតែដឹងហើយថា Demon Lord អត់អាចសម្លាប់ឬក៏បំផ្លាញបាននោះទេបានត្រឹមតែជឿគាត់ទុកតែប៉ុណ្ណោះប៉ុន្តែយើងបានដឹងហើយថា Demon Lord ត្រូវបានសម្លាប់យ៉ាងពិតប្រាកដហើយចំពោះការយល់ដឹងរបស់ខ្ញុំបច្ចុប្បន្ននេះវាក៏មានន័យថាមាន
តាឌីម៉ុនជាមួយនឹងឌីម៉ុនតែប៉ុណ្ណោះដែលអាចសម្លាប់គ្នាទាំងស្រុងបានហើយមែនហើយអ្នកគ្រូបានទទួលនាងធ្វើជាសិស្សនៅពេលនោះដូច្នេះហើយនាងក៏អាចខ្លាចទៅជាឧទាហរណ៍មួយដែលអាចតំណាងឲ្យសន្តិភាពរវាងអមតភាពនិងបិសាចបានផងដែរហើយបើសិនបើនាងដឹងអំពីរឿងទាំងអស់នេះនាងច្បាស់ជារាយការណ៍នៅរឿងទាំងអស់នេះអំពីឆានឆាងអានទៅកាន់អាណាចក្រព្រះជាមិនខានហើយរក្សានៅសន្តិភាពរវាងពិភពអមតៈនិងពិភពបិសាចពេលនេះគឺយើងអាចផ្លាស់ប្ដូរហៅទៅកាន់ទៅពេលហ្នឹងគឺជាសិស្សច្បងសិស្សប្អូនវិញបានហើយបាទឆាងស៊ីនាងក៏បានប្រាប់ទៅកាន់ហានសេបន្តទៀតដូច្នេះហើយមុនពេលដែលពួកគេចាប់បាននាងត្រូវតែយកគាត់ត្រឡប់ទៅកាន់ពិភពបិសាចវិញហើយរងចាំនៅតំណែងថ្មីរបស់ខ្ញុំហានសេក៏សួរទៅកាន់ឆាងស៊ីហើយចោះនាងវិញឆាងស៊ីនាងបាននិយាយថាស្ដាប់ខ្ញុំមកទីកន្លែងនេះជាមួយនឹងនាងដើម្បីបញ្ជាក់នាងឲ្យច្បាស់តែប៉ុណ្ណោះចិនឆាងអានប៉ះសិនបើគាត់ស្ថិតនៅក្នុងពិភពបិសាចមេខែអមតាភាពទាំងអស់ច្បាស់ជាខ្លាចនៅអំណាចរបស់គាត់ហើយអត់ហ៊ាននៅក្នុងការចាប់ផ្ដើមសង្គ្រាមប្រឆាំងជាមួយនឹងពិភពបិសាចមេខែនោះទេរីឯខ្ញុំវិញនឹងត្រឡប់ទៅរកអ្នកគ្រូដើម្បីបញ្យល់នៅស្ថានភាពទាំងអស់នេះនៅទីកន្លែងនេះខ្ញុំជឿថាគាត់ច្បាស់ជាជួយពួកយើងហានស៊ីនឹងបានគិតថាហេតុអ្វីបានជាត្រូវការពេលទៅកាន់មនុស្សសាមញ្ញទាំងអស់នោះនៅក្នុងពិភពលោកនោះតើវាពិតជាសំខាន់ណាស់ឬតែរបស់យើងក៏បានបង្ហាញអំពីក្រុមរបស់អ្នកនាំសារវិញម្ដងពួកគេបានរកឃើញនៅចលនាដែលបានកើតឡើងនៅទីកន្លែងនោះហានស៊ីនឹងក៏បានបើក portal ហើយនឹងក៏បានប្រាប់ទៅកាន់ឆាងស៊ីថាត្រូវតែប្រាំមកកាន់នាងនៅពេលដែលវាមានសុវត្ថិភាពហើយនោះនាងក៏យល់ព្រមយើងបានឃើញថានៅពេលនោះផងដែរពួកគេក៏បានរកឃើញក្រុមរបស់ឆាងស៊ីបានសម្រេចតែក៏អត់តន់ដូចគ្នាក៏ដោយសារតែពួកគេបានឃើញថាហានស៊ីក៏បានបើក portal ចាក់ចេញពីទីកន្លែងនឹងបានទៅហើយរីឯឆាងស៊ីវិញនាងក៏បានប្រើប្រាស់នៅវត្ថុបុរាណរបស់នាងដើម្បីបញ្ឈប់ពេលវេលាផងដែរនាងក៏បានប្រាប់ទៅកាន់អ្នកនាំសារដែរថានាងចង់ជួបទៅកាន់គ្រូរបស់នាងប៉ុន្តែនៅពេលនោះយើងបានឃើញថាការបញ្ឈប់ពេលវេលារបស់នាងក៏បានប្រែបែកគ្រូរបស់នាងក៏បានបង្ហាញខ្លួនហើយក៏បាននិយាយថាឆាងស៊ីនឹងពិតជាធ្វើឲ្យខ្ញុំខកបំណងខ្លាំងណាស់ខ្ញុំបានផ្ដល់នៅវត្ថុបុរាណឲ្យទៅកាន់នាងដើម្បីនាងការពារទៅកាន់ Demon Lord ប៉ុន្តែមើលទៅនៅអ្វីដែលនាងបានធ្វើនោះជាក៏ត្រូវបានបំបែកបិសាចមេខែក៏បានចេញមកអុកឡុកនៅក្នុងពិភពលោកសម្រាប់ទៅកាន់មនុស្សអស់ជាច្រើនរឿងបានឈានមកដល់ចំណុចមួយនេះហើយខ្ញុំអត់ចង់ឲ្យនាងស្ដាយក្រោយដែលនៅជាមួយនឹងបិសាចនោះទេបានបញ្ជាមនុស្សយកឆាងស៊ីត្រឡប់ទៅវិញសៀនាងតងចំពោះរឿងបន្ទាប់នាងនឹងចាត់ការទៅកាន់ឆាងស៊ីដោយខ្លួននាងផ្ទាល់ឆាងស៊ីបានប្រាប់ទៅកាន់គ្រូរបស់នាងថាទោះបីជាគ្រូរបស់នាងនឹងចង់ដាក់ទរណកម្មចង់ធ្វើឲ្យមកលើនាងក៏បានដែរប៉ុន្តែចង់ឲ្យគ្រូរបស់នាងស្ដាប់នៅហេតុផលរបស់នាងជាមុនសិនសូមផ្ដល់ឱកាសឲ្យមកកាន់នាងនៅក្នុងការបញ្យល់រឿងរ៉ាវតាក់ទងជាមួយនឹង Demon Lord នឹងផងគ្រូរបស់នាងបានឆ្លើយតបវិញថាប៉ះសិនបាទនាងមានរឿងអីដែលត្រូវនិយាយនោះត្រឡប់ទៅវិញហើយចាំនិយាយទៅចោលប៉ុន្តែប្រាប់ឲ្យច្បាស់គាត់មានការវិនិច្ឆ័យរបស់គាត់ហើយដល់មកគ្រូរបស់ឆាងស៊ីក៏បានប្រាប់ទៅកាន់អ្នកនាំសារថានាងនឹងយកឆាងស៊ីត្រឡប់ទៅវិញជាមុនសិនអ្នកនរគ្នាអាចបន្តតាមចាប់ទៅកាន់ Demon Lord ថ្មីបានហើយត្រូវតែជាគាត់ឲ្យបានមុនពេលដែលតកោបិសាចរកឃើញគាត់នៅពេលដែលគ្រូនឹងសាររបស់ពួកគេបានចាក់ចែងទៅអ្នកនាំសារក៏បាននិយាយថាបិសាចនោះគួរតែលាក់ខ្លួននៅក្នុងព្រៃជ្រៅដូច្នេះហើយពួកយើងត្រូវតែស្វែងរកទីតាំងនិងបញ្ជាទីតាំងរបស់គេជាមុនសិននៅពេលដែលពួកគេបានបាយផ្លូវគ្នាដើម្បីស្វែងរកទៅកាន់ឆាងអានហ្វ្រង់ឈីងយ៉ាងក៏បានសួរទៅកាន់ប្រជាជនថាតើកូនណាញ់គិតថាពួកយើងអាចជឿទៅកាន់បិសាចនោះបានដល់រលូនអត់ប្រជាជនក៏បានប្រាប់ឲ្យហ្វ្រង់ឈីងយ៉ាងកុំបារម្ភមើលអាកូនណាអត់ឃើញទៅថាមានមនុស្សជាច្រើននៅទីកន្លែងនេះពួកគេទាំងអស់សុទ្ធតែជាមនុស្សដែលចិត្តឈានទៅដល់កម្រិតព្រះនៅក្នុងពិភពអមតៈបាត់ហើយពួកគេទាំងអស់សុទ្ធតែជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី16សិនបើពួកគេអាចដោះស្រាយជាមួយនឹងបិសាចមេខែនឹងបាននោះទេវាមានតែឲ្យមនុស្សដែលស្ថិតនៅក្នុងកម្រិតទី17ចាញ់ដៃដល់ផ្ទាល់តែប៉ុណ្ណោះហើយបើសិនបើមនុស្សដែលស្ថិតនៅក្នុងកម្រិតទី17នៅតែមិនអាចចាត់ការទៅកាន់បិសាចមេខែនឹងបានទៀតឆ្នេះហើយនៅក្នុងពិភពអមតៈមួយនេះគ្មានពីណាអាចខ្លាចទៅជាដៃគូរបស់បិសាចមេខែនឹងបានទៀតនោះទេសាររបស់យើងក៏បានបង្ហាញអំពីការបើក portal របស់អាចារ្យហានស៊ីបានបើកធ្លាក់មកកាន់ទីកន្លែងបិសាចបាត់ទៅហើយបាទហើយនៅពេលនោះអ្នកនាំសារក៏បានឃើញដូចគ្នាដូច្នេះហើយពួកគេក៏បានមករកទៅកាន់អាចារ្យហានស៊ីតែម្ដងអាចារ្យហានស៊ីឃើញទួយផលរបស់យើងនៅតែដេកទៀតហើយនឹងអត់អាចរត់លឿនបាននោះទេនៅពេលដែលមានទួយផលរបស់យើងអញ្ចឹងការផ្លាស់ទីចង្ងាយខ្លីការហាយលំហចង្ងាយឆ្ងាយវានៅតែអត់កើតដដែលបើសិនបើបន្តនៅតែបែបហ្នឹងទៀតគ្មានពីណាម្នាក់អាចចាក់ចែងបានឡើយឬក៏នាងក៏បានរុញទួយផលរបស់យើងឲ្យទៅកាន់បិសាចតែម្ដងអ្នកវាកាន់តែងាយស្រួលហើយសុំទោស target របស់ពួកគេគឺជាលបងឯងខ្ញុំគ្រាន់តែជាអ្នកឆ្លងកាត់តែប៉ុណ្ណោះអត់ចង់មានរឿងអាញា
ញ៉ាយឆានោះទេដូច្នេះហើយបាយសុំទៅមុនហើយនៅពេលដែលអាចារ្យហានសេបានចាក់ចែងទៅក្រុមរបស់អ្នកនាំសារក៏បានមកដល់ហើយក៏រកឃើញទួយប្រុសរបស់យើងនៅទីកន្លែងហ្នឹងផងដែរមិនត្រឹមតែប៉ុណ្ណោះក៏មានសត្វចម្លែកមួយទៀតផងគាត់មិនត្រឹមតែបានបង្ក្រាបទៅកាន់ monster ប៉ុណ្ណោះនោះទេប៉ុន្តែគាត់បែរជាយក monster ហ្នឹងធ្វើជាអ្នកបម្រើរបស់គាត់ទៅវិញមើលទៅកាន់គាត់ទៅដូចជាអត់មានរបួសនោះទេតើពួកយើងគួរតែធ្វើអីទៅគួរតែចេញទៅចាត់ការគាត់ឬក៏រងចាំមនុស្សឲ្យប្រមូលផ្ដុំគ្នាជាមុនសិនប៉ុន្តែនៅពេលដែលអ្នកនាំសារមើលទៅកាន់ទួយប្រុសរបស់យើងចំហាយនឹងអ៊ូរ៉ាដង្ហើមរបស់ទួយប្រុសរបស់យើងដែលបានបង្ហាញនឹងពិតជាគួរខ្លាចខ្លាំងមែនតើគាត់បានដឹងហើយថាពួកយើងបានមកដល់ប៉ុន្តែគាត់នៅតែធ្វើពុតធ្វើជាអត់បានកត់សង្កមកកាន់ពួកយើងទៀតអត់នោះទេពួកយើងអត់អាចចូលទៅចិត្តគាត់បន្ថែមទេនោះទេហើយបើសិនបើពួកយើងវាយប្រហារដោយបង្ខំមានតែពួកយើងតែប៉ុណ្ណោះដែលត្រូវស្លាប់នៅទីកន្លែងនេះទីតាំងរបស់បិសាចមេខែថោបានបញ្ជាក់ដូច្នេះហើយប្រមូលផ្ដុំគ្នាជាមុនសិនពួកគេក៏បានចាក់ចែងទៅនៅពេលដែលក្រុមរបស់អ្នកនាំសារបានចាក់ចែងទៅអាចារ្យហានសេក៏បានត្រឡប់មកវិញនាងក៏បាននិយាយថាបំភ្លេចវាចោលទៅនាងអត់អាចឲ្យទួយប្រុសរបស់យើងស្លាប់នៅទីកន្លែងនេះទេយ៉ាងហោចណាស់ក៏រកទីកន្លែងសុវត្ថិភាពមួយឲ្យទៅកាន់ទួយប្រុសរបស់យើងផងដែរតែឯ monster វិញក៏ឆ្ងល់ថាហើយបានជាអាចារ្យហានសេនឹងត្រឡប់មកវិញអញ្ចឹងអាចារ្យហានសេក៏បាននិយាយថាខ្ញុំអត់ចង់ធ្វើឲ្យកូនឯងលំបាកđâuទេដូច្នេះក៏ចាក់ចែងទៅប៉ុន្តែមើលទាំងវើរបស់បិសាចតូចវិញវាដូចជាចង់ទុកទួយប្រុសរបស់យើងឲ្យនៅជាមួយនឹងវាអញ្ចឹងសាររបស់យើងក៏បានកាត់មកខាងរបស់ក្រុមអ្នកនាំសារវិញម្ដងពួកគេក៏បានប្រមូលផ្ដុំគ្នាពួកគេបាននិយាយថាទីកន្លែងនេះគឺជាទីកន្លែងដែលមានសុវត្ថិភាពបំផុតហើយមិនតែ monster ពេលបីក្បាលតែប៉ុណ្ណោះនៅឆេតនេះឥឡូវនេះនាងទៅតែរកឃើញថ្មីថា demon lord ថ្មីម្នាក់នេះមិនត្រឹមតែអាចបង្ក្រាបទៅកាន់ monster បាននោះទេប៉ុន្តែគាត់ប្រហែលជាមានសមត្ថភាពគ្រប់គ្រងទៅកាន់ monster ផងដែរក្រៅពីនេះទៅទៀតគាត់ប្រហែលជាធ្វើពុតធ្វើជាអត់ដឹងរងចាំឲ្យពួកយើងទាំងអស់គ្នាធ្លាក់ចូលនៅក្នុងអន្ទាក់របស់គាត់ពួកគេបានបង្ហាញនៅទឹកមុខទាំងអត់យល់យកតែម្ដងបាទបន្តមកសាយរបស់យើងក៏បានបង្ហាញពីអាចារ្យហានសេបាននាំទៅប្រុសរបស់យើងមកដល់ទីកន្លែងមួយទីកន្លែងនេះគួរតែគ្រប់គ្រាន់ហើយគ្មានពីណាម្នាក់អាចស្វែងរកលោកបាននោះទេសិស្សច្បងបាននិយាយថាលោកពិតជាសំខាន់ខ្លាំងមែនតើប៉ុន្តែឥឡូវនេះខ្ញុំពិតជាអត់មានសមត្ថភាពយកលោកទៅជាមួយនឹងខ្ញុំនោះទេខ្ញុំអត់អាចឲ្យអមតាភាពទាំងអស់នោះចាប់ខ្ញុំបាននោះឡើយបើសិនបើពួកគេចាប់ខ្ញុំបានខ្ញុំច្បាស់ជាត្រូវធ្វើទរណកម្មយ៉ាងវេទនាជាមិនខានដែលឡើយសាយរបស់យើងក៏បានបង្ហាញអំពីក្រុមរបស់អ្នកនាំសារវិញម្ដងហ្វឹងឈីងយ៉ាងគាត់បាននិយាយថាអ្នកនាំសារតើពួកយើងអត់អាចធ្វើអីបានក្រៅពីរងចាំនៅទីកន្លែងនេះទេមែនហើយចោះបើសិនបើពួកយើងកំពុងតែរងចាំនៅទីកន្លែងនេះឌីវ៉មួយនោះចាក់ចេញពីទីកន្លែងហ្នឹងទៅតើវាល្មិចវិញតើអាចអត់ប្រហែលជាអ្នកនាំសារគ្រាន់តែមើលខុសតែប៉ុណ្ណោះអ្នកនាំសារក៏បានឆ្លើយតបវិញថាអាកូនឯងពិតជាក្មេងពើហើយអាកូនឯងអត់ស្គាល់អំពីធម្មជាតិពិតរបស់បិសាចនោះទេពួកវាអាក្រក់ខូខើកាចសាហាវល្បីកលគ្មានអាណាល្អមួយនោះទេបើសិនបើពួកវាមានអាការពួកវានឹងហាយរាងកាយរបស់អញទៅជាបំណាច់ដូចជាសត្វអសេរពឹសចាក់ទៅកាន់រាងកាយរបស់អញតាំងរស់យកតែម្ដងប្រជាជនក៏បានសួរវិញម្ដងដូច្នេះហើយវាក៏មានន័យថាបើសិនបើពួកយើងចូលទៅពួកយើងច្បាស់ជាធ្លាក់ចូលអន្ទះរបស់គាត់ជាមិនខានទៅអត់ហើយក៏រឹតតែមានន័យថាគាត់នឹងអត់ចាក់ចែងនោះទេទោះបីជានេះគឺជាឱកាសល្អក៏ដោយអ្នកនាំសារក៏បានឆ្លើយតបថាមែនហើយគាត់នឹងមិនចេញដៃវាបហាពួកយើងដោយផ្ទាល់នោះទេគាត់គ្រាន់តែចង់លេងសើចជាមួយនឹងពួកយើងហើយក៏ចង់ធ្វើតែថាពួកយើងមានសមាជិកចំនួនប្រមាណអ្នកផងដែរគាត់ពិតជាគួរស្អប់ខ្ពើមថោកទេពខ្លាំងមែនទែននៅពេលដែលបេសកជនទាំង3នៃក្រុមទី2បានមកដល់ពួកយើងនឹងរួមកម្លាំងជាមួយនឹងពួកគេវាប្រហែលបកត្រឡប់ទៅកាន់គាត់វិញហើយក៏សម្លាប់ទៅកាន់គាត់ប៉ុន្តែនៅពេលនោះពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែបានឃើញច្រើនឆាងអាននៅទីកន្លែងហ្នឹងតើនៅពេលណាដែលគាត់បានមកដល់ទីកន្លែងនេះទៅអ្វីដែលពួកយើងបាននិយាយទាំងអស់ក៏ច្បាស់ជាដឹងពីវាជាមិនខានហើយឥឡូវនេះពួកយើងកំពុងតែត្រូវបានគាត់ឡោមព័ទ្ធអ្នកនាំសារក៏បានស្រាវពួកគេរត់យកតែម្ដងហើយអ្វីបានជាគាត់នៅគ្រប់ទីកន្លែងអញ្ចឹងពួកយើងត្រូវបានឡោមព័ទ្ធឲ្យឆាប់រត់ទៅពួកអាសាចង្រៃអស់នេះពួកវាចាត់ទុកយើងដូចជាស្វាអញ្ចឹងនៅពេលដែលពួកគេបានរត់គេក៏មាន monster ចេញមកវាបហាទៅកាន់ពួកគេផងដែរចាស់ស្នាងល្អឲ្យដែលពួកគេបានត្រៀមទុកនៅក្នុងការវេបបកត្រឡប់ទៅវិញ
ហើយក៏បានវាយប្រហារទៅកាន់ monster ហ្នឹងទៅពួកគេមិនឲ្យគម្រោងការរបស់តួឯករបស់យើងទទួលបានជោគជ័យឡើយត្រង់ពេលជាមួយនឹងគ្នាអាចារ្យហានស៊ីពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបើសិនបើនាងអត់បានលឺដោយផ្ទាល់ជារបស់នាងនោះទេនាងច្បាស់ជាអត់ជឿនោះទេថាពួកគេគិតថាតួឯករបស់យើងនឹងលេងសើចជាមួយនឹងពួកគេនោះបន្ទាប់ក្រោយមកយើងបានឃើញថាអាចារ្យហានស៊ីនាងកំពុងតែធ្វើឲ្យទៅលើតួឯករបស់យើងនាងអត់ដឹងថាវេទនាការឬក៏អត់នោះទេប៉ុន្តែនាងមានតែសាកល្បងតែប៉ុណ្ណោះហើយនៅពេលដែលដំណើរការនៅតែបន្តយើងបានឃើញថាផ្នែករបស់តួឯករបស់យើងក៏ស្រាប់តែបើកប៉ុន្តែនៅមិនជាតួឯករបស់យើងនោះទេគឺជាអាចារ្យហានស៊ីនឹងបានចូលមកគ្រប់គ្រងនៅក្នុងរាងកាយរបស់តួឯករបស់យើងវាពិតជាដំណើរការមែនបន្តមកវាដល់ពេលដែលត្រូវចាត់ការទៅកាន់អមតៈភេទទាំងអស់នោះហើយចំណាយឯពួកអមតៈភេទវិញពួកអ្នកនាំសារហ្នឹងក៏បានរត់ចែកជើងគ្នាយកតែម្ដងពួកគេអត់បានខ្វល់នោះទេអំពីសមាជិករបស់ពួកគេសំខាន់ជីវិតរបស់ពួកគេត្រូវតែរស់ចាកចេញពីទីកន្លែងនេះជាមុនសិនហើយនៅពេលដែលរត់តបន្តហ្នឹងក៏បានឃើញអាចារ្យហានស៊ីបង្ហាញខ្លួនជាតួឯករបស់យើងនៅទីកន្លែងនេះពួកគេភ្ញាក់ខ្លាំងមែនតើអាកូននោះពិតជាខឹងតួឯករបស់យើងអត់មានចង់យុទ្ធទេប៉ុន្តែគឺចង់ឌឺពួកគេនឹងធ្វើបាបមកកាន់ពួកគេយកតែម្ដងប៉ុន្តែក៏ត្រូវបានអ្នកនាំសារហ្នឹងខត់ទៅកាន់ពួកគេបើសិនបើប្រយុទ្ធមានតែទៅរងងាប់តែប៉ុណ្ណោះហើយនាងក៏ខឹងដូចគ្នាផងដែរប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគឺជាការរស់រានមានជីវិតជាមុនសិនហើយនាងក៏បានរត់ចាកចេញពីតួឯករបស់យើងម្ដងទៀតហើយនៅពេលនោះផងដែរនាងក៏បានឃើញច្រកចាញ់នៅពេលដែលឃើញច្រកចាញ់ក៏បានឃើញតួឯករបស់យើងបង្ហាញខ្លួនម្ដងទៀតហើយចាហានស៊ីពិតជារីករាយខ្លាំងមែនតើនៅពេលដែលធ្វើបាបទៅកាន់ពួកគេចឹងនាងពិតជាអត់នឹកស្មានដល់នោះតែថាផលផាសរាងកាយរបស់តួឯករបស់យើងបន្លាទៅកាន់ពួកគេចឹងពិតជាសប្បាយយ៉ាងនេះនៅពេលដែលនាងកើតរកវិធីធ្វើបាបទៅកាន់ពួកគេបន្តទៀតហ្នឹងនាងក៏បានចាប់អារម្មណ៍ជាមួយនឹងស្អីយល់នៅក្នុងខោរបស់តួឯករបស់យើងផងដែរប៉ុន្តែនៅពេលនោះក៏បានឃើញថាពួកអមតៈភេទក៏បានរកឃើញតួឯករបស់យើងពួកគេសុំអត់រត់កែតែនៅតែពួកគេនឹងវេប្រហារទៅកាន់តួឯករបស់យើងយកតែម្ដងអាចារ្យហានស៊ីឡើងភ្ញាក់ថាឲ្យពួកគេឈប់ស្អីទៀតអញថមលេងបានអើយសម្លាប់ទៅកាន់តួឯករបស់យើងយកតែម្ដងប៉ុន្តែនៅពេលនោះក៏ត្រូវបានអាចារ្យហានស៊ីប្រើរាងកាយរបស់តួឯករបស់យើងវេប្រហារសម្លាប់ទៅកាន់ពួកគេងាប់រៀលយកតែម្ដងចាហានស៊ីបន្តពីបោកផ្នែកវិញហើយពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនថាមកពលនេះពិតជាខ្លាំងឬអាកូនដែលនៅសល់វិញគ្រាន់តែមកការវេប្រហារអាចសម្លាប់ទៅកាន់កាចាស់លីនិងកាចាស់ឈិនបានយ៉ាងងាយស្រួលពួកគេទាំងពីរសុទ្ធតែជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទេ16តើបិសាចនេះមានថាមកពលខ្លាំងក្លាដល់ថ្នាក់ណាទៅខ្ញុំខ្លាចថាមានតែពពួកបោះសតតែប៉ុណ្ណោះដែលអាចជាដៃគូប្រកួតប្រជែងជាមួយនឹងគាត់បានប៉ុន្តែយ៉ាងណាមិញវាក៏បានសុំទៅកាន់អ្នកគ្រប់គ្នាវាអត់អាចអមដំណើរអ្នកគ្រប់គ្នាបានបន្តទៅនោះទេវាត្រូវតែនៅកម្លាំងរបស់តួឯករបស់យើងថាគេមានកម្លាំងដល់ថ្នាក់ណាអាចារ្យហានស៊ីមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថាកូននឹងបានប្រើខ្លួនទៅជា monster បែបនេះបន្ទាប់ពីប្រើខ្លួនហ្នឹងក៏បានស្ទើរវិហារទៅកាន់អាចារ្យហានស៊ីយកតែម្ដងអាចារ្យហានស៊ីបានប្រើប្រាស់នៅរាងកាយរបស់តួឯករបស់យើងវាយត្រឹមតាមម្ដាយតែប៉ុណ្ណោះខ្ទេចរាងកាយខ្ទេចយកតែម្ដងនាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនស្អីរបស់យើងក៏បានកាន់មកដល់មួយសន្ទុះក្រោយមកទៀតយើងបានឃើញថាអាចារ្យហានស៊ីក៏បានបង្កើតនៅផ្ទះមួយសាងសង់ផ្ទះមួយហើយក៏បានយកតួឯករបស់យើងមកទុកនៅទីកន្លែងហ្នឹងផងដែរនាងពិតជារបួសធ្ងន់ដូចគ្នាមិននឹកស្មានថាតម្លៃដែលត្រូវតបស្នងនៅក្នុងការគ្រប់គ្រងរាងកាយរបស់តួឯករបស់យើងធ្ងន់ធ្ងរបែបនេះនោះទេបន្ទាប់ពីទប់ខ្លួនឡើងបានហើយនាងក៏បានស្លាប់ដេកលើតួឯករបស់យើងយកតែម្ដងស្អីរបស់យើងក៏បានកាន់មកដល់ពេលយប់ឃើញថាសម្លៀកបំពាក់របស់អាចារ្យហានស៊ីអស់ខ្ទេចយកតែម្ដងមិនដឹងថាមានរឿងអីកើតឡើងនោះទេសូម្បីតែកន្លែងបង្ហាញតិចតួចវាពិតជាតិចតួចមានបង្ហាញឡើងងងឹតយកតែម្ដងបើសិនមកគ្នាយើងចង់គ្រប់វីដេអូអាចទៅមកកាន់ខ្ញុំដល់បន្តបានតាមរយៈលេខទូរស័ព្ទក៏បានតាមរយៈ username ក៏បានឬក៏ចុច link នៅក្នុង comment នៅក្នុង description ឬក៏ link តាម community ដែលខ្ញុំបានផុសគ្នាយើងរាល់ដងហ្នឹងអាចឆែករកមើលបាន